មើលវីដេអូនេះឲ្យចប់សិនមុននឹងបងប្អូនសម្រាប់ចាត់ថាយករថយន្ត Kia Visto យកមកទុកប្រើប្រាស់បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាបើត្រឡប់មកជួបជាមួយនឹងខ្ញុំបាទរាប់ម្ដងទៀតហើយបាទហើយក្នុងវីដេអូនេះយើងឆ្លើយនឹងសំណួររបស់បងប្រុសបាទបងប្រុសឈ្មោះថាចិន្តាឡៃគាត់បានសួរថាសួស្ដីតាមបទពិសោធន៍របស់បងជិះកន្លងមកដែលមានបញ្ហាច្រើនឬអត់ទាំងប្រព័ន្ធភ្លើងនិងប្រព័ន្ធម៉ាស៊ីនខ្ញុំរកទិញជីប៉ុន្តែគេតែងតែប្រាប់ខ្ញុំកុំទិញជីអីទិញមកមើលតែជំងឺបាទហើយខ្ញុំសូមឆ្លើយទៅបងប្រុសវិញអូខេពុកម៉ែបងប្អូនបាទមុននឹងទៅកាន់ចំណុចដែលនិយាយថាតើគួរទិញ Kia Visto យកមកទុកជីដែរឬអត់ខ្ញុំសូមចែករំលែកបទពិសោធន៍ប្រហែលចំណុចយកចែកជូនពុកម៉ែបងប្អូនសម្រាប់គិតពិចារណាសិនមុននឹងយើងសម្រេចចិត្តថាតើគួរតែជី Kia Visto ឬក៏អត់អូខេត្រង់ចំណុចទី1នេះខ្ញុំនឹងរៀបរាប់អំពីប្រវត្តិនៃការប្រើប្រាស់របស់ខ្ញុំសិនក្នុងរយៈពេល2ឆ្នាំជាង3ឆ្នាំមកនេះដែលខ្ញុំបានប្រើប្រាស់រថយន្ត Kia Visto របស់ខ្ញុំអូខេអញ្ចឹងអាចនិយាយបានថាបទពិសោធន៍របស់ខ្ញុំរៀងក្រាស់ក្រែលដែរបាទជាមួយនឹងរថយន្ត Kia Visto អូខេចំពោះឡាន Kia Visto របស់ខ្ញុំកាលខ្ញុំទិញមកវាតម្លៃរបស់វាខ្ទង់1200ដែលកាលនោះតម្លៃនៅទីផ្សារគឺលំបាក2500ឡានដែលគេរៀបចំស្អាតមកហើយឡានរៀងស្ទើរមុំដែលវានៅល្អគ្រាន់បើដែរតម្លៃរបស់វាខ្ទង់លំបាក2200អីហ្នឹងបងប្អូនហើយដោយឡានរបស់ខ្ញុំហ្នឹងវាតម្លៃរៀងធូរដែរព្រោះដោយសារតែពួកម៉ាក់ខ្ញុំគាត់លក់ឲ្យហើយតម្លៃធូរហ្នឹងមិនមែនថាទិញបានថោកទេណាបងប្អូនព្រោះដោយសារតែឡានហ្នឹងវារៀងស្ទើររៀងច្រើនដែរវាមិនមែនដូចឡានដែលគេរៀបស្អាតទេយើងទិញមកគឺយើងត្រូវការជីហើយនឹងធ្វើការជួសជុលប្រើអញ្ចឹងណាបងប្អូនរហូតដល់វាស្អាតដូចឡានដែលគេអូសពីឃ្លាំងបាទហើយឡានហ្នឹងក៏គាត់ជីរៀងប៉ឹកពើនដែរព្រោះដោយសារតែគាត់អ្នកលក់ផលិតផលអញ្ចឹងគ្រឿងអូបគាត់ដើរបោះដុំតាមសង្កាត់មាត់ញោកទៅអញ្ចឹងគឺផ្លូវវាពិបាកជាប្រភេទផ្លូវគ្រោះក្រហមអីអញ្ចឹងហើយធ្វើឲ្យគ្រឿងក្រោមរបស់ឡានគឺវាស្ទើរមែនតើនិយាយថាវាអាចនិយាយបានថាវាខ្ទេចខ្វល់ម្ដងបាទហើយតាក់ទងនឹងម៉ាស៊ីនវានៅអាចប្រើប្រាស់បានក៏ប៉ុន្តែប្រព័ន្ធភ្លើងគឺវាប្រើប្រាស់បានក៏ប៉ុន្តែវារញ៉េរញ៉ៃដូចខ្ញុំបានថតវីដេអូបង្ហាញពុកម៉ែបងប្អូនអញ្ចឹងថាវាខ្សែភ្លើងវារញ៉េរញ៉ៃមែនតើអញ្ចឹងហើយយើងអត់ទាន់មានពេលវេលាសម្រាប់ជួសជុលវាទេមិនជួសជុលរៀបចំវាឲ្យស្អាតឡើងវិញអញ្ចឹងណាពុកម៉ែបងប្អូនយើងអាចរៀបចំខ្លួនឯងបានទេអត់អីទេការងារហ្នឹងហើយឡានដែលខ្ញុំទិញមកហ្នឹងគឺវាស្ទើរច្រើនទី1គឺប្រព័ន្ធជើងក្រោមរបស់វាហ្នឹងហ្មងប្រព័ន្ធជើងក្រោមរបស់វាគឺស្ទើរខ្លាំងជាងគេហើយបន្ទាប់មកគឺប្រព័ន្ធភ្លើងប្រព័ន្ធខ្សែភ្លើងនៅខាងមុខហ្នឹងគឺប្រហែលជាកដោកាត់ឬក៏អីយើងអត់ដឹងដែរឃើញគេរុំស្គុតអញញ៉ៃពេញហ្នឹងហើយខ្ញុំយកមករៀបចំឡើងវិញខ្លះដើម្បីយើងធ្វើការជីប្រចាំថ្ងៃហើយនឹងមួយវិញទៀតតាក់ទងទៅនឹងម៉ាស៊ីនក៏វាមានបញ្ហាដែរបញ្ហារបស់វាគឺតាក់ទងទៅនឹង Ford ច្បាប់អញ្ចឹងខ្ញុំជី2ឆ្នាំជាង3ឆ្នាំហើយយើងអត់ទាន់បានផ្លាស់ប្ដូរទេព្រោះដោយសារតែវានៅអាចជីកើតព្រោះយើងមិនសូវជីជា daily drive ទេគឺយើងជីតាមផ្លូវឆ្ងាយអញ្ចឹងហើយយើងអាចនៅជីបានតែវាគ្រាន់តែពេលយើងបច្ឆេះដបងអញ្ចឹងវាមានផ្សែងសមកអញ្ចឹងណាបងប្អូនអូខេមកដល់ចំណុចទី2ខ្ញុំនឹងនិយាយអំពីកំហុសរបស់ Kia Visto ដែលខ្ញុំបានជួបប្រទះកន្លងមកហើយយើងធ្វើការជួសជុលសរុបអស់ប្រហែលជាខ្ទង់700ជាងទៅ800ដែរទាំងការ service maintenance ថែទាំតាក់ទងទៅនឹងប្រេងបាតហើយអានេះខ្ញុំអត់និយាយអំពីការលេងទេណាការលេងឡានទេយើងអត់និយាយទេព្រោះការលេងវាក្រៅទេយើងទិញយកមកដាក់លេងទេវាមិនមែនជាកំហុសដែលយើងជួសជុលទេអូខេចំពោះកំហុសទី1ដែលខ្ញុំជួបប្រទះនោះគឺកាលពីខ្ញុំជិះបានខ្ទង់6ខែឡានចាប់ផ្ដើមមានបញ្ហាគឺដោយសារតែវាដាច់កលេខាងឆ្វេងពេលនោះខ្ញុំជិះឡានហ្នឹងពីភ្នំពេញទៅកំពង់ធំបន្ទាប់មកខ្ញុំជិះពីកំពង់ធំមកភ្នំពេញវិញមកដល់ផ្លូវ OCIC ចិត្តជ្រោយចង្វាហ្នឹងគឺវាដាច់កលេខាងឆ្វេង
ដែលដាច់កលេសហើយយើងខ្ជិលធ្វើខ្លួនឯងក៏ខ្ញុំឲ្យគ្នាខ្ញុំគាត់មកអូសវាទៅអូសវាយកទៅជួសជុលកាលហ្នឹងយើងបដូរកលេសថ្មីខាងឆ្វេងហ្នឹងអស់$45 អូខេចំពោះកំហុសទី2នោះកាលហ្នឹងខ្ញុំជិះពីភ្នំពេញទៅបាត់ដំបងថ្មស្រុកថ្មគោលចំណាយចម្ងាយដីខ្ទង់340គីឡូអីហ្នឹងបន្ទាប់មកខ្ញុំចេញពីថ្មគោលហ្នឹងទៅកំពង់ធំចម្ងាយដីខ្ទង់200គីឡូជាងខ្ទង់290គីឡូទៀតទៅដល់កំពង់ធំវាមានបញ្ហាដោយឡានជន់អត់ឡើងណាអូខេបន្ទាប់ពីខ្ញុំឆែកមើលទៅខ្ញុំឃើញថាវាមានកំហុសទៅលើ Mobin ភ្លើងទៅបូស៊ីហ្នឹងវាខូចមួយគ្រាប់វាខូចអាលេខ1លេខ3អញ្ចឹងហើយយើងធ្វើការរទិញទៅខ្ញុំបានសុំចែកពីបងជាងនៅកំពង់ធំហ្នឹងគឺគាត់កាប់ដែរព្រោះមួយឈុតគាត់លក់ឲ្យខ្ញុំឡើង$50អញ្ចឹងហើយគាត់កាប់យើងដែរព្រោះយើងអស់ជំរើសហើយយើងមានតែទិញវាយកមកដូរដើម្បីយើងបន្តដំណើរចេញពីកំពង់ធំមកកាន់ភ្នំពេញវិញហើយការខូចហ្នឹងវាអាយុកាលដែលខ្ញុំជិះខ្ទង់បាន1ឆ្នាំហើយដែលវាមានបញ្ហាMobin ភ្លើងហ្នឹងបន្ទាប់ពីមានបញ្ហាMobin ភ្លើងហ្នឹងក៏ខ្ញុំបានផ្លាស់ប្ដូរបូស៊ីមួយឈុតដែរស៊ីមួយឈុតដើម្បីឲ្យវាជិះរៀងស្រួលជាងមុនបន្ទាប់មកទៀតខ្ញុំជិះបានខ្ទង់1ឆ្នាំជាង7-2ឆ្នាំហើយខ្ញុំទៅបាត់ដំបងដូចគ្នាទៅក្រុងបាត់ដំបងបន្ទាប់មកខ្ញុំចូលបនគេហើយខ្ញុំចេញទៅថ្មគោលវាមានបញ្ហាលាន់បដាងខ្លាំងវាលាន់ឡើងខ្ទ័រក្បាលហ្មងបន្ទាប់មកខ្ញុំក៏បានយកឡានហ្នឹងទៅឲ្យជាងបដូរបដាងឲ្យតែជាងនៅបាត់ដំបងបដាងដល់គ្រាន់តែបដូរបដាងថ្មីណាពុកម៉ែបងប្អូនអត់ដូរមកសំណុំទេអញ្ចឹងដូរបដាងមុខនឹងមួយខាងស្ដាំដៃហ្នឹងគឺចំណាយអស់$35ហើយនឹងខាងឆ្វេងដៃខ្ញុំឲ្យគេបដូរឲ្យអស់$35ទៀតហើយនឹងអាបដាងក្រោយអស់ខ្ទង់$45ទៅ$50អញ្ចឹងវាសរុបទាំងអស់ខ្ទង់$90អីហ្នឹងគេ discount ឲ្យសល់តែ$90ទេហើយបន្ទាប់ពីយើងអស់$90ហ្នឹងហើយយើងជិះមកភ្នំពេញវិញគ្រាន់តែមកដល់ភ្នំពេញភ្លាមលាន់បដាងទៀតខាងស្ដាំដៃហ្នឹងទៀតអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តថាទៅទិញគ្រឿងយកមកផ្លាស់ប្ដូរខ្លួនឯងទៅដែលខ្ញុំទិញជាប្រភេទតជុះទេមកសំណុំវាហ្នឹងអស់$35ទៀតអញ្ចឹងយើងយកមកបដូរខ្លួនឯងអស់ថ្លៃឈ្នួលទេអូខេបន្ទាប់មកទៀតខ្ញុំជិះបានខ្ទង់2ឆ្នាំកន្លះក៏វាធ្វើតុកទៀតធ្វើតុកបូមដែលបូមវារឹងមែនតើយើងជិះអាលាក់ឡើងចង់ជ្រុះថ្លើមហើយនឹងបន្ទាប់ពីបូមហើយវាប្រទាញចកោតទៀតកាលនោះខ្ញុំជិះពីភ្នំពេញទៅកំពង់ធំគឺជិះប្រទាញពេកបាទវាប្រទាញគាត់តែឆ្វេងទេអញ្ចឹងវាហៅថាចូលឡានគេតែពេលអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាធ្វើនៅកំពង់ធំទៀតដែលលើកនោះយើងអត់ធ្វើខ្លួនឯងទេយើងឲ្យជាងធ្វើតែគាត់ជាងគាត់ជំនាញយូរឆ្នាំហើយក៏គាត់ចាស់ដែរហើយជំនាញគាត់ក៏គ្រាន់បើបាទគាត់ដូរបូមមកគូហើយនឹងកស៊ូហើយនឹងនិយាយរួមគ្រឿងក្រោមកស៊ូអីហ្នឹងគឺគាត់ដូរឲ្យមកស្អាតហើយនឹងសេរីចកោតសេរីអីឡើងវិញអស់ខ្ទង់$200ដែល$200នេះគឺចាយទៅអត់ស្ដាយលុយទេមិនដូចកាលយើងទៅធ្វើនៅបាត់ដំបងទេគឺ$200នេះយកមកជីរហូតដល់ឥឡូវពុកម៉ែបងប្អូនជីស្រួលហ្មងហើយអត់រលាក់ហើយនៅមានកំហុសទូចទៀតដែលខ្ញុំជួសជុលខ្លួនឯងខ្ញុំភ្លេចខែឆ្នាំហើយវាចិត្តស្រៀងគ្នាទេទីមួយគឺទៅលើបូមសាំងខ្ញុំកែខ្លួនឯងគឺខ្ញុំទិញបូមសាំងអាម៉ូនីងយកមកកែដាក់វីស្តូយើងអញ្ចឹងហើយវាធ្វើឲ្យឡានយើងមានសន្ទុះស្ទុះជាងមុនហើយនឹងមួយវិញទៀតតាក់តងទៅនឹងអាគុយគឺខ្ញុំបានផ្លាស់ប្ដូរថ្មីដែរយើងបដូរអាគុយថ្មីអស់$45ហើយនឹងបូមសាំងអស់$25អូបងប្អូនទាំងអស់គ្នាមួយទៀតខ្ញុំភ្លេចតាក់តងទៅនឹងសបកគឺខ្ញុំបដូរទាំងអស់ថ្មីប្រហើយគឺយើងបដូរទាំង4គ្រាប់ហើយសបកខ្ញុំគឺខ្ញុំលេងសបកស្ពរក្នុងវង15ចឹងហើយវារៀងថ្លៃគ្រាន់បើដែរមួយគ្រាប់វា$45អញ្ចឹងយើងបដូរទាំង4គ្រាប់ហ្នឹងវាអស់180ទៀតអូខេបាទបន្ទាប់ពីយើងបដូរទាំងអស់ហ្នឹងហើយយើងសរុបទាំងអស់វាខ្ទង់760បន្ទាប់មកខ្ញុំភ្លេចគិតតាក់តងទៅនឹងអាឡេការ៉ង់ទីដែលវាមានបញ្ហាច្រើនជាងគេអានោះយើងជិះបានបន្តិចបែកមកការ៉ង់ទីខ្ញុំអត់ដឹងថាវាមូលហេតុអីមកពីវាគុណភាពអត់ល្អឬក៏មិនទេខ្ញុំដាក់ចូលឡានទៅ
យើងជីកក្តៅចឹងទៅប្រហែលជាខ្ទង់មួយឆ្នាំអីគឺវាត្រូវស៊ីអាឡេការ៉ង់ទីនៅមួយគ្រាប់ហើយអញ្ចឹងមួយគ្រាប់វាខ្ទង់$28ដែរយើងបូកសរុបទាំងអស់ទៅវានិយាយរួមទាំងដូរប្រេងផ្សិនអីណេះនោះវាលំបាក់ខ្ទង់850ហ្នឹងដែលយើងជីកក្នុងរយៈពេលជិត3ឆ្នាំនេះដែលយើងធ្វើជួសជុលវាអាហ្នឹងគឺជាតម្លៃដែលយើងជួសជុលដោយមិនគិតគ្រឿងលេងទេពុកម៉ែបងប្អូនអូខេយើងត្រឡប់មកវិញគឺចំពោះគំនិតរបស់ខ្ញុំអត់អាចរីកមិនពុកម៉ែបងប្អូនថាឲ្យតែជីក Kia Visto ទេពុកម៉ែបងប្អូនត្រូវគិតថាចាត្រូវគិតថាបើសិនជាលុយយើងមានតែត្រឹម1000កាសឬក៏2000ស្ដើងទេយើងអត់អាចរើសឡានណាដែលវាស័ក្តិសមសម្រាប់យើងជាង Kia Visto នឹងទេព្រោះដោយសារតាទី1តម្លៃរបស់វារៀងធូរហើយទី2យើងអាចតម្លៃប៉ុណ្ណឹងយើងអាចទិញបានឡាន Kia Visto រៀងខ្វាន់បើដែរមិនមែនដូចរបស់ខ្ញុំទិញមកនឹងកាចាស់ហ្នឹងឯងពុកម៉ែបងប្អូនយើងឆ្នាំទៀប Kia Visto រៀងឆ្នាំទៀបមែនដូចឆ្នាំ2000ឆ្នាំអីគឺគេធ្វើមកគឺស្អាតមែនតើទាំងគ្រឿងក្រោមទាំងម៉ាស៊ីនគឺគេរៀបចំឡើងនឹងខ្ចីញញតែម្ដងទាំងពុកទាំងអីហ្នឹងពុកម៉ែបងប្អូនយើងតែបើយើងមានលុយប៉ុណ្ណឹងយើងយកលុយយើងទៅកក់ឡានព្រុសតម្លៃរបស់វាខ្ទង់ល្បាក់8000អាស្ទើរទៅ8000ហើយអារៀងគ្រាន់បើវាល្បាក់10000អីដែរចឹងហើយយើងគិតថាក្នុងរយៈពេលប្រហែលឆ្នាំហ្នឹងបើសិនជាជី3ឆ្នាំហ្នឹងយើងគិតមើលទៅថាការអស់ប្រហែលដែលយើងត្រូវចំណាយហ្នឹងហើយ Kia Visto របស់ខ្ញុំបើសិនជារបស់ខ្ញុំណារបស់ខ្ញុំដែលខ្ញុំទិញឡានមកកាចាស់ហ្នឹងជើងសរុបទាំងអស់វាខ្ទង់ល្បាក់2000ទាំងជួសជុលទាំងអីក្នុងប្រហែលរយៈពេលជិត3ឆ្នាំហ្នឹងអញ្ចឹងយើងអស់តែ2000ទេហើយបើសិនជាយើងទិញឡានដែលយើងថ្មីហើយយើងបង់ម្លោះគឺយើងខាតការច្រើនណាស់ពុកម៉ែបងប្អូនហើយណាមួយគឺឡានហ្នឹងវាយើងមិនប្រកាសថាវាមិនខូចដែរយើងទិញមកមិនស្រួលខូច ABS ខូចអីគាត់មកប្រើ4-500បាត់ហើយពុកម៉ែបងប្អូនខូចតិចតួចហ្នឹងតិចតួចអីគាត់ ABS មួយ4-500បាត់ហើយបើសិនជាបូមទឹកទៀត100ជាងទៀតពុកម៉ែបងប្អូនណារាប់មើលទៅអស់ប៉ុន្មានហើយនៅអាគុយអីណេះនោះទៀតគ្រឿងក្រោមគ្រឿងអីទៀតគឺរៀងកែដែរហើយនៅដូរប្រេងម៉ាស៊ីនដូរតិចតួចអញ្ចឹងចំណាយវាលំបាកប្រហែលគ្នាដែរណាបងប្អូនបាទហើយយើងមានតិចយើងជីកតិចទៅចាំយើងមានលុយទិញដាច់ឡានថ្មីខ្ញុំយើងទៅជីកឡានថ្មីបាទអូខេពុកម៉ែបងប្អូនតើពុកម៉ែបងប្អូនគិតយ៉ាងណាដែរចំពោះKia Visto បើសម្រាប់ខ្ញុំទិញជីហើយខ្ញុំអត់បង់លួសទេព្រោះដោយសារបង់លួសវាអស់ការច្រើនហើយចំណាយលុយច្រើនទៀតហើយណាមួយក៏ខ្ញុំមិនត្រូវទៅជីអីក្នុងក្រុងប៉ាក់ពើដែរយើងជីទៅតាមខេត្តទេហើយណាមួយក៏Visto យើងអាចកាច់ឆ្អីបានអញ្ចឹងហើយខ្ញុំអាចដឹកអីវ៉ាន់បានច្រើនមែនតើក៏ដូចជាគ្រឿងលាងម៉ាស៊ីនត្រជាក់អីរបស់ខ្ញុំហ្នឹងគឺខ្ញុំដឹកបានច្រើនមែនតើហើយអាព្រុសក៏វាដឹកបានដូចតែគ្នាដែរគ្រាន់ថាតម្លៃអាមួយ10000ជាងហើយអាមួយ1000ជាងពុកម៉ែបងប្អូនគិតមើលទៅទិញឡានបានមិនចេះតិចដងហើយបើសិនជាយើងមានលុយធ្វើល្បាក់ប៉ុណ្ណឹងយើងទិញ Kia Visto ជីយើងអាចចំណេញលុយថងថាអីយើងអាចយកលុយទៅធ្វើអីផ្សេងបានហើយយើងទៅការជួសជុលវាមិនត្រូវចំណាយអីច្រើនទេបើសិនជាពុកម៉ែបងប្អូននេះទៀតសិក្សាអំពី Kia Visto នឹងទៀតពុកម៉ែបងប្អូននឹងអាចចេះជួសជុលខ្លួនឯងព្រោះគ្រឿងវាសាមញ្ញវាអត់មានគ្រឿងអីច្រើនដូចព្រុសទេបើព្រុសពុកម៉ែបងប្អូនតែបញ្ហាប្រព័ន្ធភ្លើងតរត់រួចជាងហើយអូខេពុកម៉ែបងប្អូនតើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរកុំភ្លេច comment ឲ្យខ្ញុំដឹងផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតថាតើគួរទិញ Kia Visto ឬក៏អត់សម្រាប់តែចិត្តបងប្អូនទេខ្ញុំបានត្រឹមតែផ្ដល់យោបល់ទេពុកម៉ែបងប្អូនបាទអរគុណច្រើនសម្រាប់ការតាមដានសួរណាយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ